ថ្ងៃនេះអត់មានបំណងថាធ្វើម្ហូបមួយមុខនេះទេបងប្អូនប៉ុន្តែទៅផ្សារឃើញត្រីឆ្តោគេល្អខ្លាំងពេកមួយនេះ3គីឡូបងប្អូនហើយធំមកបើសិនជាបានយកមកដុតអំបិលមិនដឹងឆ្ងាញ់ប៉ុណ្ណាទេទឹកត្រី7ទុំអីចឹងទៅណាដល់ពេលអញ្ចឹងក៏នឹកឃើញថាធ្វើមួយមុខហ្នឹងហ្មងដឹងតែមានបងប្អូនខ្លះគាត់និយាយទៀតអីថាប្រើអំបិលអស់ច្រើនអស់លុយច្រើនអីចឹងឃើញតែប្រើអំបិលច្រើនចឹងទេបងប្អូនប៉ុន្តែមិនអស់លុយប្រហែលទេដោយសារអីអំបិលមកកញ្ចប់1000ហើយយើងប្រើនេះអស់7កញ្ចប់អញ្ចឹងអស់7000ពេលខ្លះយើងក៏រៀងចាយលុយបន្តិចដើម្បីយើងចង់បានម្ហូបឆ្ងាញ់មួយមុខណាហើយម្ហូបមួយមុខនេះគឺថាងាយស្រួលទេបងប្អូនណាយកតែត្រីនឹងមកលាងទឹកឲ្យស្អាតមកហើយខ្ញុំក្រាលអំបិលពីក្រោមអញ្ចឹងមករួចហើយយើងថែមជាមួយនឹងគ្រឿងខ្មែរយើងហ្នឹងគឺគល់ស្គ្រីដេងស្លឹកក្រូចសើចយើងដាក់អញ្ចឹងមកដើម្បីឲ្យមានក្លិនឈ្ងុយកាត់ឆ្អាបត្រីអីចឹងទៅបងប្អូនដាក់មកបើសិនជាបងប្អូនមានអំពៅមានអីបងប្អូនអាចដំបន្ថែមត្រប់ពីក្រោមត្រីនឹងទៀតទៅមានរសជាតិកាន់តែឆ្ងាញ់ទៀតហើយយើងឆ្លៀតពេលដុតត្រីចោលអញ្ចឹងហើយខ្ញុំមកធ្វើទឹកជ្រលក់នេះបដ ாய் ទៅហើយទឹកជ្រលក់នេះខ្ញុំប្រើទឹកត្រី7ទុំបងប្អូនហើយរបៀបធ្វើទឹកត្រី7ទុំអត់មានអីច្រើនទេយើងមានតែកូរស្ករកូរអីចឹងមកថែមទឹកត្រីបន្តិចហើយប៊ីចេងបន្តិចថែម7ជ្រុំហើយយើងខ្ទឹមសខ្ទឹមក្រហមដែលយើងលីងហើយយើងបុកឲ្យម៉ត់ហើយយើងដាក់ចូលមករំងាស់ទុកឲ្យដាច់ទឹកតិចមកយើងរួចរាល់បងប្អូនមានអីពិបាកទេងាកមកមើលត្រីរបស់យើងក៏ឃើញថាឆ្អិនរួចរាល់ហើយដែរអត់ពិបាកទេបងប្អូននៅតែខ្ញុំដុតរៀងយូរដែរសារត្រីហ្នឹងវាធំខ្លាំងហើយណាមួយខ្ញុំអត់ដែលធ្វើបែបហ្នឹងដែរអញ្ចឹងហើយខ្ញុំខ្លាចអត់ឆ្អិនអញ្ចឹងខ្ញុំប្រើពេលដល់1ម៉ោងឯណោះអូយនិយាយពីថាធំមែនទែនបងប្អូនណាតំណងឲ្យសាច់គេទាំងដុំតែម្ដងឲ្យសាច់គេឡើងទន់ល្មើយហើយជាពីថាផ្អែមជាតិណាបងប្អូនមួយមុខនេះណាពេលដែលផ្ទាប់ជាមួយបន្លែលក់ស្រស់ជាពិសេសស្ពៃកញ្ញាញយើងហ្នឹងបងប្អូនយកបដូរខ្ចីយកដាក់មកតំណប់មួយជីជាមួយស្ដេចបដោះអីតិចតួចទៅសក់អីចឹងមកយើងយកមកដាក់មកហើយជ្រលក់ជាមួយនឹងទឹកត្រីយើងមកទៅថាជាតិតែម្ដងសម្រាប់អ្នកចូលចិត្តញ៉ាំបន្លែឆាវបែបហ្នឹងណាមួយមុខនេះគឺថាដឹងតែត្រូវចិត្តបងប្អូនហើយម្ហូបខ្មែរយើងបងប្អូនគ្រាន់តែបើកគ្របឆ្នាំងឡើងឃើញតែពុះក្រាក់ផ្សែងហុយបែបនេះអូយឃ្លានបាយណាស់ថ្ងៃនេះខ្ញុំស្លម្ជូរលឹកខ្នឹងកតុយជ្រូកបងប្អូនថែមពងក្រងមួយចេះមកនិយាយពីថាជាតិណាពីទូទៅឲ្យតែស្លម្ជូរលឹកខ្នឹងដឹងតែខ្ញុំកិនណាបងប្អូនដោយសារអីខ្ញុំអត់យកកាកទាំងអស់ទេខ្ញុំយកទឹកច្រើនជាងហើយជាតិជូរក៏ចេញលះបានល្អដែរខុសពីបងប្អូនភាគច្រើនគាត់ចូលចិត្តហាន់ប៉ុន្តែមុននឹងចូលវិធីធ្វើបងប្អូនកុំភ្លេចជួយ like follow page ខ្ញុំម្នាក់មួយផងណាដើម្បីទទួលបាននូវវីដេអូថ្មីបន្តទៀតណាថ្ងៃនេះមិនមែនធ្វើតែកតុយជ្រូកទេបងប្អូនខ្ញុំថែមជាមួយជើងជ្រូកបន្តិចដែរដោយសារអីទិញកតុយជ្រូកបានតិចពេកបន្លែវិញខ្ញុំប្រើម្ទេសសឡហើយនិងម្ទេសម៉ាឡេបងប្អូនយើងយកពោយកក្លិនហើយត្រប់យើងចិតរាំទឹកបន្តិចមកដើម្បីកុំឲ្យខ្មៅចាប់ផ្ដើមលីងគ្រឿងមកបងប្អូនលីងគ្រឿងឡើងក្លិនឈ្ងុយដាក់ប្រហុកចូលបន្តិចមកហើយយើងចាក់កតុយជ្រូកចូលមកកូរត្រឡប់ត្រឡិនចុះឡើងចឹងមកឲ្យឡើងសពបន្តិចមកចាំយើងថែមគ្រឿងមានអីទេមានតែស្ករអំបិលប៊ីចេងនឹងឯងយើងដាក់ចូលមករួចហើយខ្ញុំបន្ថែមជាមួយស្លឹកខ្នឹងបងប្អូនថែមស្លឹកខ្នឹងអញ្ចឹងនិយាយពីថាឆ្ងាញ់ណាស់សរអញ្ចឹងបងប្អូនគ្របទុកតិចសិនបងប្អូនជាធម្មតាខ្ញុំគ្របទុកឲ្យឡើងផុយជើងជ្រូកហើយនឹងកតុយជ្រូកតិចសិនមកខ្ញុំដាក់បន្លែចូលយើងស្លបែបហ្នឹងរសជាតិឆ្ងាញ់ហើយបន្លែយើងក៏អត់សូវរលួយដែរបងប្អូនឥឡូវនេះឃើញថាផុយហើយថែមបន្លែមកហើយបន្លែយើងដាក់ចូលចឹងហើយយើងកូរច្បល់ហើយយើងគ្របទុកឲ្យឆ្អិនបន្លែតិចសិនសិមយើងដាក់ទឹកចូលមកល្មមមកមួយមុខនេះអត់សូវយករាវពេកទេយកបែបខាប់មកនៅពេលដែលស្លយើងឆ្អិនហើយខ្ញុំថែមជាមួយពងក្រងទុកឲ្យពុះមកពុះទៀតមកគឺថាបានហើយបងប្អូនអូយគ្រាន់តែឃើញនឹងតំណងឆ្ងាញ់បងប្អូនហើយចង់ខ້ອຍថែមម្ទេសហើយនឹងស្លឹកម្រះព្រៅតិចមកកូរច្បល់ចឹងមកបងប្អូនគ្រាន់តែឃើញពណ៌ឃើញគេពុះតិចចឹងមកគឺថាអូយឃ្លានណាស់មួយមុខនេះឆ្ងាញ់បងប្អូនយើងដោយសារអីយើងមានពងក្រងថែមតិចអញ្ចឹងមកគឺថាឆ្ងាញ់មែនទែនហត់ជាមួយនឹងបាយក្តៅបងប្អូនអើយជាតិតែម្ដងម្ហូបខ្មែរយើងជាទូទៅគឺថាញ៉ាំជាមួយបាយជាមួយអីហ្នឹងគឺថាត្រូវគ្នាមែនទែន